នេះគឺប្លង់កន្លែងមច្ឆានៅសៀមរាបអរគ្នានៅក្នុងប្រាសាទព្រះខ័នភ្ញៀវច្រើនមែនទែននិយាយទៅបន្ទាប់ពីប្រជុំបិណ្ឌចប់នេះគឺគ្រប់ប្រាសាទទាំងអស់ភ្ញៀវទេសចរចូលទស្សនាច្រើនខ្លាំងមែនទែនហើយអាចថាជាលើកទី1របស់ខ្ញុំដែរដែលឃើញតាមប្រាសាទនីមួយៗហ្នឹងគឺភ្ញៀវច្រើនចម្លាក់ស្អាតច្រើនមែនទែននេះវ៉ាឥឡូវនេះគឺខ្ញុំបានទស្សនានៅប្រាសាទព្រះខ័នឃើញថាបន្ទាប់ពីប្រជុំបិណ្ឌចប់ហើយគឺភ្ញៀវទេសចរច្រើនមែនទែនអ្នកនរគ្នាគឺគ្រប់ប្រាសាទតែម្ដងជាពិសេសនៅប្រាសាទអង្គរវត្តដែលខ្ញុំបានចូលទៅលេងពេលព្រឹកមិញហ្នឹងគឺភ្ញៀវពេញច្រើនមែនទែនហើយនេះគឺពេលថ្ងៃខ្ញុំទៅទស្សនានៅប្រាសាទព្រះខ័នក៏ភ្ញៀវច្រើនដែរភ្ញៀវច្រើនដូចគ្នាដែរប៉ុន្តែគ្រាន់តែថាអត់សូវជាច្រើនខ្លាំងដូចនៅអង្គរវត្តទេហើយនេះគឺកន្លែងប្លង់ចូលផ្លូវដែលចូលខាងមុខនៃប្រាសាទព្រះខ័នគឺកសិននៅមុខប្រាសាទព្រះខ័នហើយកន្លែងខាងនេះគឺផ្លូវខ្លងទ្វារដែលចូលនៅខាងមុខមុខដែរដែរតាខ្ញុំទៅមុនចាំមកណាចំទៅយ៉ាក៏បានអត់មានច្រឡំទេដោយសារភ្លៀងច្រើនអ្នកគ្នាអញ្ចឹងទៅផ្លូវទឹកហូរហើយប្រាំងប្របាក់ដើមតិចតែអត់អីទេដោយសាររាំងខ្សាច់ដែរហើយតិចស្រួលមែនតើអ្នកគ្នាចំណាប់ផ្លឹកនេះខ្ញុំនឹងនាំអ្នកតោះគ្នាទៅទស្សនាមច្ឆាសៀមរាបនៅខាងក្នុងប្រាសាទព្រះខ័ននេះគឺនៅមុខកន្លែងបណ្ណាល័យប្រាសាទព្រះខ័នកន្លែងនេះគឺមច្ឆាពណ៌បៃតងស្អាតហើយនេះគឺទស្សនវិជ្ជាភ្ញៀវចូលទៅទស្សនាច្រើនមែនទែនចម្លាក់ស្អាតច្រើនមែនទែននេះដល់កន្លែងមច្ឆាសៀមរាបដល់គ្នាលុយច្រើនមែនតើតាមនេះវិញហើយបាទអត់ដឹងទេតាមនេះកាត់អត់ណាដល់អត់ខ្លួនមកដែរបាយអរិយនេះគឺប្លង់កន្លែងមច្ឆានៅសៀមរាបអរគ្នានៅក្នុងប្រាសាទព្រះខ័នភ្ញៀវច្រើនមែនទែននិយាយទៅបន្ទាប់ពីប្រជុំបិណ្ឌចប់នេះគឺគ្រប់ប្រាសាទទាំងអស់ភ្ញៀវទេសចរចូលទស្សនាច្រើនខ្លាំងមែនទែនហើយអាចថាជាលើកទី1របស់ខ្ញុំដែរដែលឃើញតាមប្រាសាទនីមួយៗហ្នឹងគឺភ្ញៀវច្រើនហើយបើនិយាយពីតាមផ្លូវវិញគឺស្ទះចរាចរណ៍ច្រើនមែនទែនប្រហែលជាបន្ទាប់ពីគាត់ដើរលេងនៅតាមតំបន់ប្រាសាទរួចហើយក៏ត្រឡប់ទៅតាមខេត្តឬក៏ទៅភ្នំពេញវិញអញ្ចឹង ត
ទៅពីបានមកទស្សនានៅប្រាសាទព្រះខ័នហើយកន្លែងប្លង់ជួបមាត់ទឹកជាមួយនឹងបណ្ណាល័យព្រះខ័នហ្នឹងខ្លះគាត់ឃើញតែនៅក្នុងរូបថតឃើញតែក្នុងវីដេអូតែអ្នកនរគ្នាអាចមកមើលផ្ទាល់ឬក៏មកលេងផ្ទាល់បានគឺដឹងតែស្អាតហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូបន្ទាប់ក៏ដូចជាកន្លែងផ្សេងៗទៀតបាយ